ជំរាបសួរនិងសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះម៉ាដូសៀមកបង្ហាញវិធីធ្វើនំដ៏ស្រស់ស្អាតមួយនេះរសជាតិគឺឆ្ងាញ់ហើយវិធីធ្វើគឺស្រួលមែនទែនហើយរសជាតិវិញគឺឆ្ងាញ់ញ៉ាំជក់មាត់តែម្ដងសូមឲ្យឈ្មោះនំនេះថានំម្សៅដំណើបស្រួយអញ្ចឹងមុនទៅមើលវិធីធ្វើបងប្អូនដែលមើល Channel ម៉ាដូសៀអត់ទាន់បានជួយចុច Subscribe សូមជួយចុច Subscribe ចុចសញ្ញារូបកណ្ដឹងដើម្បីទទួលបាននូវវីដេអូក្រោយៗទៀតបងប្អូនដែលមើលតាម Facebook សូមជួយចុច Follow Page ម៉ាដូសៀផងអញ្ចឹងយើងទៅមើលវិធីធ្វើនិងគ្រឿងផ្សំទាំងអស់គ្នាចាគ្រឿងផ្សំគឺមានម្សៅអង្ករដំណើបចំនួន250ក្រាមឬយើងហៅថា2ខាំកន្លះហើយខ្ញុំដាក់ស្ករសតែ80ក្រាមទេគឺអត់ដល់1ខាំទេ80ក្រាមបងប្អូនអត់មានចិញ្ចៀនថ្លឹងដួសនឹងស្លាបព្រាដោយរូបបង្ហាញប្រហែល10ស្លាបព្រានេះចាបន្ទាប់មួយទៀតគឺប៊ឺសាបចំនួន50ក្រាមឬក៏កន្លះខាំបងប្អូនអត់មានប៊ឺអាចប្រើប៊ឺកំប៉ុងបែបនេះនៅតាមផ្សារភាគច្រើនអាចរកបានចំនួន50ក្រាមដូចគ្នាឬក៏អត់មានអាចដាក់ប្រេងសណ្តែកឬក៏ប្រេងឆាហ្នឹងបរិមាណដូចគ្នាក៏បានដែរបន្ទាប់មកអំបិលប្រហែលកន្លះស្លាបព្រាកាហ្វេនិងពងមាន់ចំនួន1គ្រាប់បងហើយនឹងល្ងកន្លះខាំសម្រាប់យកប្រឡាក់ជាមួយនឹងនំបងប្អូនអត់ចូលចិត្តល្ងមិនបាច់ដាក់ក៏បានដែរនិងលាក់សម្រាប់ដាក់អាហារដើម្បីឲ្យយើងបានពណ៌ច្រើនស្អាតបើបងប្អូនអត់ចង់ដាក់ពណ៌មិនបាច់ដាក់ក៏បានដែរភ្លេចមួយមុខទៀតបងប្អូនភ្លេចទឹកណាទឹកប្រហែលពី40ក្រាមទៅ50ក្រាមចាបរិមាណគ្រឿងផ្សំរបស់ខ្ញុំនេះធ្វើចេញជានំបាននំប្រហែលកន្លះគីឡូបងប្អូនចង់ធ្វើច្រើនអាចគុណថែមទៅតាមនឹងទៅណាចាអញ្ចឹងចាប់ផ្ដើមធ្វើគោះពងមាន់ចំនួន1គ្រាប់ដាក់ចូលទៅក្នុងចានយកទាំងសទាំងក្រហមរួចហើយដាក់អំបិលប្រហែលកន្លះស្លាបព្រាកាហ្វេនិងដាក់ស្ករសចំនួន80ក្រាមរួចហើយកូរឲ្យពងមាន់ស្ករហ្នឹងសព្វចូលគ្នាបន្តិចសិនរួចហើយដាក់ទឹកចូលទឹកខ្ញុំនេះគឺមានបរិមាណកន្លះខាំ50ក្រាមណាប៉ុន្តែខ្ញុំអត់ដាក់ទាំងអស់ទេខ្ញុំដាក់ប្រហែលជា40ក្រាមអីសិនទេដោយសារខ្លាចនំយើងជ្រាយពេកបងប្អូនកុំដាក់ទាំងអស់ណាអាចដាក់លាយមើលសិនបើសិនជានំរឹងចាំដាក់បន្ថែមទៀតដោយសារពេលខ្លះពងមាន់បងប្អូនហើយនឹងខ្ញុំតូចធំខុសគ្នាដែរណាហើយដាក់ប៊ឺនេះគឺទុកឲ្យទន់ណាទន់ដូចនេះចំនួនកន្លះខាំឬក៏50ក្រាមបងប្អូនអត់មានប៊ឺពិបាករកអាចប្រើប៊ឺកំប៉ុងបែបនេះតាមពិតគេហៅម៉ាការ៉ីនទេកំប៉ុងនេះណានៅតាមផ្សារខ្ញុំគិតថាបងប្អូនអាចងាយរកដែរហើយបើអត់បានទេបងប្អូនអាចជំនួសដោយប្រេងក៏បានដែរប្រេងឆាណាប្រេងសណ្តែកអីក៏បានដែរចំនួន50ក្រាមដូចគ្នាហើយកូរប៊ឺហ្នឹងឲ្យសព្វជាមួយនឹងពងមាន់មិនបាច់រលាយល្អទេគ្រាន់តែឲ្យសព្វហើយយើងដាក់ម្សៅអង្ករដំណើបហ្នឹងចូលម្ដងបន្តិចកូរលាយឲ្យសព្វចូលគ្នានំនេះវិធីធ្វើគឺស្រួលធ្វើអត់ពិបាកអីទេប៉ុន្តែរសជាតិគឺឆ្ងាញ់មែនតើបងប្អូនញ៉ាំទៅជក់មាត់ហ្មងឥឡូវចូលកងឲ្យបងប្អូននៅសាលារៀននៅអីអាចធ្វើលក់ឲ្យក្មេងៗឬក៏ម្ដាយធ្វើឲ្យកូនញ៉ាំនៅផ្ទះអីក៏ល្អដែរគឺឆ្ងាញ់ញ៉ាំទៅឆ្ងាញ់ជក់មាត់តែម្ដងអញ្ចឹងមើលម្សៅខ្ញុំកូរលែងទៅឲ្យតឹងឲ្យដៃខ្ញុំលាងស្អាតហើយខ្ញុំប្រើដៃច្បាច់លាយម្សៅខ្ញុំឲ្យសព្វចូលគ្នាណាយើងញីអត់យូរទេញីតែគ្រាន់តែមកទុនសព្វល្មមដែលយើងអាចសូនជាដុំតូចបានហ្នឹងគឺបានហើយម្សៅខ្ញុំរាងទុនល្អហើយប៉ុន្តែដោយសារខ្ញុំត្រូវការឲ្យរាងទុនជាងនេះបន្តិចស្រួលខ្ញុំដាក់ចូលក្នុងថង់ដើម្បីច្បាច់ចេញមកអញ្ចឹងខ្ញុំថែមទឹកបន្តិចទៀតអញ្ចឹងដូចខ្ញុំបានជម្រាបបងប្អូននេះទឹកគឺយើងវាល់50ក្រាមមែនប៉ុន្តែយើងប្រើអត់អស់ទេយើងអាចដាក់ដំបូងត្រឹមតែ30សិនបើសិនជាម្សៅយើងរឹងចាំយើងថែមទឹកម្ដងបន្តិចទៀតញីតតែម្សៅយើងទុនល្មមបានហើយអញ្ចឹងរួចរាល់ហើយគឺដើម្បីឲ្យនំកាន់តែស្អាតខ្ញុំចង់ដាក់ពណ៌ដើម្បីឲ្យឃើញតាក់ទាញណាអញ្ចឹងខ្ញុំចែកម្សៅខ្ញុំជា4ដុំដើម្បីឲ្យនំខ្ញុំស្អាតខ្ញុំដាក់ល័ក្ខអាហារចូលបើបងប្អូនអត់ចង់ដាក់ទេមិនបាច់ដាក់ក៏បានដែរចាអញ្ចឹងខ្ញុំចាប់ផ្ដើមដាក់ល័ក្ខតាមពណ៌ដែលខ្ញុំចូលចិត្តទី1គឺខ្ញុំប្រើពណ៌ក្រហមដាក់តែ2 3ដំណក់ទេអត់ដាក់ច្រើនទេរួចហើយយើងញីម្សៅហើយនឹងពណ៌យើងនឹងឲ្យសព្វចូលគ្នាជាសាច់មួយបើយើងដាក់ល័ក្ខវាល្អមួយយ៉ាងដែរហើយល័ក្ខនេះគឺជាល័ក្ខអាហារទេអត់អីទេធ្វើទៅនំវាស្អាតស្រស់មើលទៅតាក់ទាញមួយយ៉ាងដែរណាចាជើងម្សៅខ្ញុំបានលាយរួចរាល់ហើយ
ចឹងចំពោះម្សៅផ្សេងទៀតដូចគ្នាដែរយើងដាក់ពណ៌តាមដែលបងប្អូនអាចស្រឡាញ់ចង់ដាក់ពណ៌អីក៏បានដែរចាអញ្ចឹងម្សៅរបស់ខ្ញុំបានលាយពណ៌ទាំង4ពណ៌រួចរាល់ហើយមានក្រហមលឿងស្វាយនិងពណ៌បៃតងណារួចហើយដើម្បីកុំឲ្យនំយើងត្រូវខ្យល់យូរខ្ញុំប្រញាប់ដាក់ចូលក្នុងថង់ដូចនេះបងប្អូនអត់មានថង់នេះប្រើថង់ផ្លាស្ទថង់ថ្លាធម្មតាក៏បានដែរយើងដាក់ក្នុងថង់ដូចនេះច្បាច់ហើយយើងកាត់ជាដុំតូចៗលឿនបើបងប្អូនយើងចាប់មួយដុំទុយហើយយើងសូនមូលយូរអាចខាតពេលយើងណាចាចំពោះអ្នកដែលអត់មានថង់ដូចខ្ញុំអាចប្រើថង់ធម្មតាចេះក៏បានអ្នកថង់ថ្លាធម្មតាចេះក៏អាចធ្វើបានដែរអត់អីទេរួចហើយយើងត្រៀមល្ងសដើម្បីប្រឡាក់ជាមួយនឹងនំយើងឲ្យឈ្ងុយដើម្បីឲ្យល្ងជាប់ជាមួយនំយើងអាចដាក់ទឹកតិចឲ្យល្ងរាងសើមស្រួលយើងប្រឡាក់ជាមួយនំទៅល្ងជាប់នំយើងបានច្រើនហើយយើងយកថង់ម្សៅយើងមកកាត់គូតនឹងបន្តិចទៅយើងចង់បានក្របធំយើងកាត់ឲ្យរាងជ្រៅបន្តិចបើចង់បានក្របនំតូចយើងកាត់ឲ្យរាងរាក់បន្តិចមកណាចាយើងដាក់ថង់គេយើងច្បាច់កាត់អញ្ចេះលឿនអត់ខាតពេលយើងលុញបើយើងចាប់ម្ដងលុញមូលក៏បានដែរបន្តែចំណាយពេលយូរណាអញ្ចឹងខ្ញុំធ្វើចេញមកខ្ញុំឃើញនំដូចជាក្របរាងទូចខ្ញុំចង់បានឲ្យធំជាងនេះបន្តិចទៀតអញ្ចឹងខ្ញុំកាត់ថង់ចេញបន្តិចទៀតណាអញ្ចឹងបងប្អូនអាចសេរីបានបងប្អូនចង់បាននំក្របធំក្របទូចអីធ្វើតាមនឹងទៅរួចហើយយើងច្បាច់អញ្ចឹងមកឲ្យកាត់តម្លាក់អញ្ចឹងមកធ្វើអញ្ចឹងគឺលឿនណាអត់ចំណាយពេលក្នុងការលុញចាប់ដៃទុយលុញយូរទេចារួចហើយយើងចាប្រឡាក់ល្ងចាឲ្យសព្វជាមួយនឹងនំយើងនឹងមកហើយប្រើកញ្ច្រែងដែលមានប្រហោងធំហ្នឹងរែងដើម្បីឲ្យល្ងទៅក្រោមវិញយើងយកតែម្សៅយកតែនំទេហើយយើងចាក់នំយើងហ្នឹងចាចូលទៅក្នុងចានមួយទុកសិនទៅហើយម្សៅដែលនៅសល់ផ្សេងទៀតគឺយើងធ្វើដូចគ្នាតតែអស់ម្សៅនេះខ្ញុំបង្ហាញថង់ថ្លាដែលបងប្អូនអត់មានថង់ដូចខ្ញុំអាចប្រើថង់ថ្លាអញ្ចេះក៏ប្រើបានដូចគ្នាដែរណាយើងកាត់គូតនៅចំហៀងនឹងអញ្ចឹងមកហើយច្បាច់មកកាត់តម្លាក់ឲ្យត្រូវនឹងល្ងមកអញ្ចឹងយើងធ្វើអញ្ចឹងលឿនណាយើងចង់បានក្របនំធំតូចអីយើងកាត់ប្រហោងឲ្យធំឲ្យតូចតាមនឹងដែរទៅឬក៏បងប្អូនបាច់ប្រើកត្រៃកាត់ក៏បានដែរនេះយកដៃចាប់អញ្ចេះក៏បានដែរអត់ជាប់ដៃអីទេចឹងយើងធ្វើដូចគ្នាដែរណាចំពោះពណ៌ផ្សេងយើងធ្វើដូចគ្នាតតែអស់ម្សៅយើងចឹងល្ងដែលនៅសល់រាងសើមយើងអាចដាក់ហាលថ្ងៃឲ្យស្ងួតទៅទុកប្រើបន្តទៀតបានអត់អីទេចាអញ្ចឹងម្សៅរបស់ខ្ញុំគ្រប់ពណ៌គឺបានរួចរាល់អស់ហើយយើងទៅដាក់ខ្ទះហើយចាក់ប្រេងឲ្យរាងច្រើនបន្តិចដាក់ឲ្យភ្លើងខ្លាំងឲ្យប្រេងយើងក្តៅសិនទើបយើងដាក់នំយើងចូលទៅក្នុងនឹងបំពងតើតប្រេងក្តៅល្អណាបងប្អូនបន្ទាប់ពីប្រេងក្តៅល្អហើយយើងបន្ថយភ្លើងមកភ្លើងតូចវិញហើយយើងតម្លាក់នំមួយសាកមើលតើអាចប្រើបាននៅអញ្ចឹងនៅពេលណាដែលឃើញមានពពុះតូចជុំវិញនំក៏បានន័យថាក្តៅខ្លាញ់យើងប្រេងយើងហ្នឹងក្តៅល្អហើយយើងចាប់ផ្ដើមដាក់នំចូលយើងអាចដាក់ល្មមមកពេញមកខ្ទះហ្នឹងទៅហើយយើងឧស្សាហ៍កូរវាបន្តិចពេលណាដែលនំចាប់ផ្ដើមឆ្អិនយើងឃើញឡើងដែតមកលើអញ្ចឹងហើយប៉ុន្តែដោយសារយើងត្រូវបំពងឲ្យក្រហមឲ្យក្រៀមទៅនំយើងស្រួយល្អអញ្ចឹងប្រើភ្លើងតិចទេចាប្រើភ្លើងតិចហើយឧស្សាហ៍កូរត្រឡប់ផងដើម្បីឲ្យនំយើងក្រហមបានសព្វគ្រប់កន្លែងអញ្ចឹងណាចាបន្ទាប់ពីនំឡើងក្រហមល្អហើយយើងអាចស្រង់ឡើងបានហើយចាមុននឹងចាក់នំថ្មីចូលយើងត្រូវប្រើកន្ត្រងយកល្ងដែលនៅសល់ក្នុងខ្ទះហ្នឹងចេញសិនបើយើងទុកយូរល្ងខ្លោចធ្វើឲ្យប្រេងយើងអត់ល្អដែរហើយយើងបន្តបំពងនំដែលនៅសល់ហ្នឹងដូចធ្វើវិធីធ្វើដូចគ្នាអញ្ចឹងរហូតទាល់តែអស់ម្សៅយើងប្រើបញ្ជាក់ណាគឺប្រើភ្លើងតិចខ្សោយល្មមបំពងទាល់តែនំយើងក្រហមទៅនំយើងស្រួយណាចានំម្សៅដំណើប
ស្រួយរបស់ខ្ញុំបានឆ្អិនរួចរាល់ហើយគឺយើងដាក់ពណ៌អញ្ចឹងមើលទៅទំនងហើយស្រស់ស្អាតទៀតចំណែករសជាតិឆ្ងាញ់បងប្អូនផ្អែមល្មមហើយឈ្ងុយល្ងហើយឈ្ងុយប៊ឺគឺញ៉ាំទៅជក់មាត់ញ៉ាំភ្លេចខ្លួនអស់មួយចានអីអត់ដឹងខ្លួនទេហើយឆ្ងាញ់មែនស្រួលធ្វើទៀតរសជាតិដូចស្តៀងនឹងនំហ៊ីងដែរគ្រាន់តែបែបស្រួយចាចុងក្រោយគឺខ្ញុំបង្ហាញជាគំនិតខ្លះៗសម្រាប់បងប្អូនណាដែលគាត់ចង់ធ្វើលក់នៅតាមសាលារៀនឬក៏អីអញ្ចឹងអាចធ្វើលក់បានណានំនេះយើងអាចប្រើថង់ដែលបងប្អូនអាចរកបានបើបងប្អូនមានថង់ថ្លាដូចខ្ញុំនេះយើងច្រកទៅឃើញនំរាងច្រើនដែរណាច្រកប្រហែលជាមួយថង់ហ្នឹងកន្លះខាំហើយយើងប្រើដែកលួសអញ្ចេះយើងបត់ជាភ្លីជីបហើយប្រើដែកលួសក្រហមអញ្ចេះចងមកចាស្អាតតាក់ទាញអាចលក់បានមួយថង់1000អីក៏បានដែរមើលទៅលក់បានស្រួលហើយស្អាតទៀតឬក៏បងប្អូនអាចប្រើកំប៉ុងចេះក៏បានកំប៉ុងដាក់សារាយកំប៉ុងអីហ្នឹងដាក់ទៅក៏បានដែរមកកំប៉ុងនេះដាក់កន្លះខាំអីអញ្ចឹងទៅហើយគ្របគម្របគ្របអីទៅមើលទៅស្អាតមួយយ៉ាងដែរចាស្រួលញ៉ាំទៀតនៅតាមហាងកាហ្វេអីក៏អាចធ្វើលក់បានដែរឬក៏ចង់ដាក់បរិមាណច្រើនអាចប្រើថង់ថ្លាដែលគេតែងតែដាក់ទឹកកកចាយើងអាចច្រកមួយថង់ហ្នឹងតាមបងប្អូនចង់ច្រក2ខាំ3ខាំកន្លះគីឡូអីក៏បានដែរអញ្ចឹងគំរូដែលខ្ញុំធ្វើនេះគឺខ្ញុំច្រកតំណុំ2ខាំទេហើយបត់មាត់ថង់2ត្រឡប់មកបត់មួយត្រឡប់បត់2ត្រឡប់ហើយបើបងប្អូនមានម៉ាស៊ីនគៀបក៏គៀបទៅបើអត់មានម៉ាស៊ីនគៀបទេយើងគប់នឹងក្របគប់ណាចាគប់នឹងក្របគប់ទៅក៏ស្អាតមួយយ៉ាងដែរច្រើនដែរយើងអាចដាក់ថង់ធំយើងលក់បាន4000 3000អីតាមបងប្អូនសេរីមើលទៅនេះជាគំនិតខ្លះជូនបងប្អូនប៉ុណ្ណោះអញ្ចឹងខ្ញុំសង្ឃឹមថាគំនិតរបស់ខ្ញុំដែលបង្ហាញជូនបងប្អូននឹងមានប្រយោជន៍ដល់បងប្អូនមិនច្រើនក៏តិចដែរសង្ឃឹមថាបងប្អូនអាចយកទៅច្នៃធ្វើមុខរបរបន្ថែមឬក៏ធ្វើហូបក្នុងក្រុមគ្រួសារអីក៏ឆ្ងាញ់ដែរអញ្ចឹងចំពោះខ្ញុំអាចបានធ្វើលក់អីទេគឺខ្ញុំដាក់ក្នុងប្រអប់ដូច្នេះគ្របឲ្យចិត្តទៅដាក់ទុកនៅក្នុងប្រអប់ហ្នឹងបាន 4-5 ថ្ងៃក៏នៅតែស្រួយល្អដែរទុកសម្រាប់ឲ្យកូនខ្ញុំហូបចាអរគុណច្រើនវីដេអូរបស់ខ្ញុំបានបញ្ចប់ត្រឹមនេះសង្ឃឹមថាបងប្អូនពេញចិត្តហើយសូមជួយចុច like ចុច share និងជួយចុច subscribe Channel Mothershare ចុចសញ្ញារូបកណ្ដឹងដើម្បីទទួលបាននូវវីដេអូក្រោយៗទៀតអ្នកមើលតាម Facebook សូមជួយចុច follow page Mothershare ផងអរគុណច្រើនជម្រាបលាជួបគ្នានៅវីដេអូក្រោយ